សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំថតវីដេអូទស្សនភាពសកម្មភាពពេលដែលយើងជិះឡានទៅដើរលេងនៅខេត្តកពតបាទខេត្តកពតខេត្តកែបបងប្អូនបាទហើយនេះបាទតាមដងផ្លូវបាទគឺយើងចេញទៅហើយបាទហើយនៅលើឡានក្រុងគឺមានលក្ខណៈសប្បាយរីករាយបងប្អូនបាទហើយយើងនៅលើឡានក្រុងហ្នឹងដើម្បីកុំឲ្យវាស្ងាត់អីគឺយើងមានច្រៀងជាក្រៅអូខេដែរបងប្អូនបាទហើយអ្នកខ្លះក៏លេងបៀបាទលេងបៀគឺសប្បាយបងប្អូនបាទនេះទស្សនវិជ្ជានៅលើឡានក្រុងបងប្អូនបាទនៅខាងមុខគឺអត់សូវមានមនុស្សទេបងប្អូនបាទចាំតិចទៀតខ្ញុំនឹងបង្ហាញនៅខាងក្រោយវិញម្ដងបាទនេះនៅខាងក្រោយបងប្អូនបាទនេះខ្ញុំសេរីកាមេរ៉ាទៅខាងក្រោយបាទនេះមនុស្សអញ្ញាយបាទហើយចង់ថាគេកំពុងទៅធ្វើអីគឺគេកំពុងទៅលេងបៀបាទលេងបៀសប្បាយណាស់បងប្អូនដើម្បីកំដរអារម្មណ៍ពេលដែលយើងជិះឡានទៅកុំឲ្យវាស្ងាត់អញ្ចឹងយើងទៅដើរលេងគឺធ្វើម៉េចឲ្យសប្បាយរីករាយអញ្ចឹងបងប្អូនបាទហើយលេងកំសាន្តអញ្ចឹងហើយអ្នកខ្លះក៏ច្រៀងក្រៅអូខេអញ្ចឹងទៅបាទកំដរអារម្មណ៍បាទហើយគាត់ហ្នឹងគឺប្រកែកច្រៀងណាបងប្អូនបាទគាត់អីក៏គាត់ចេះច្រៀងដែរបាទហើយបានគាត់មួយធ្វើឲ្យបរិយាកាសនៅលើឡានក្រុងបាទគឺសប្បាយរីករាយបាទនេះកូនទូចហ្នឹងគឺខ្ជូតមែនតែនបាទខ្ជូតកូនហ្នឹងបាទហើយនៅលើឡានក្រុងបាទនេះខ្លះក៏សម្រាប់អញ្ចឹងទៅបាទហើយនេះទស្សនវិជ្ជានៅខាងមុខហ្នឹងគឺរោងចក្រអ្នករោងចក្រគាត់ចេញពីធ្វើការប្រហែលជាម៉ោង11ទេបាទយើងជិះហ្នឹងគឺម៉ោង11គាត់ចេញពីធ្វើការថតពីថ្ងៃទៅគឺច្រើនមែនទែនលើចេញពីធ្វើការបាទហើយនេះបាទទស្សនវិជ្ជាតាមដងផ្លូវគឺស្រស់ស្រាយបងប្អូនបាទអ្នកខ្លះធ្វើដំណើរអ្នកខ្លះទៅការងារអញ្ចឹងទៅធ្វើដំណើរតាមផ្លូវអ្នកខ្លះទៅក៏ជិះឡានទៅដើរលេងអញ្ចឹងទៅដូចខ្ញុំក្រុមការងារអញ្ចឹងទៅជិះដើរលេងអញ្ចឹងទៅបងប្អូនបាទនេះបាទទស្សនវិជ្ជានៅលើឡានអត់សូវស្ងាត់ប៉ុន្មានទេបាទគឺបានច្រៀងក្រៅអូខេបាទច្រៀងក្រៅអូខេហើយនឹងលេងបៀបាទកំសាន្តអារម្មណ៍បាទពេលយើងធ្វើដំណើរតាមផ្លូវបាទទីនេះរូបខ្ញុំជាមួយនឹងភរិយារបស់ខ្ញុំបាទនេះទស្សនវិជ្ជាយើងចេញមកឆ្ងាយហើយបាទតាមជនបទបាទមើលធម្មជាតិបាទគឺខៀវខ្ចីហ្មងបងប្អូនបាទសប្បាយមែនតើបាទហើយទេសភាពស្អាតមែនតើបាទហើយយើងមកដល់កពតទេបងប្អូនបាទប៉ុន្តែអត់ទាន់ទៅដល់កន្លែងលេងកំសាន្តទេបាទគឺយើងនៅតាមផ្លូវបាទនេះតាមផ្លូវបាទគឺអត់សូវមានផ្ទះដែរបងប្អូនបាទផ្ទះរាងចន្លោះរាងឆ្ងាយពីគ្នាដែរអត់សូវមានផ្ទះហ្នឹងទេបាទដូចវីដេអូដែលខ្ញុំថតឲ្យបងប្អូនហ្នឹងគឺផ្ទះគឺមានលក្ខណៈដាច់ស្រយាលពីគ្នាខ្លះដែរបាទតាមដងផ្លូវហ្នឹងឬក៏គេអត់ទាន់មកនៅឬយ៉ាងណាគឺអត់ដឹងដែរបងប្អូនបាទមើលតែទេសភាពគឺស្អាតកប់សេរីបាទផ្ទះមានដែរប៉ុន្តែវារាងឆ្ងាយពីគ្នាបងប្អូនបាទនេះលក្ខណៈជនបទស្រុកស្រែជនបទបងប្អូនបាទគឺទេសភាពកប់សេរីហ្មងគឺទេសភាពស្អាតមែនតើបាទនេះដូចខ្ញុំមកថតបង្ហាញបងប្អូនហ្នឹងបាទតាមដងផ្លូវគឺហេហ្មងពេលខ្លះយើងធ្វើការច្រើនពេកយើងដើរលេងកំសាន្តនេះម្ដងម្កាលអញ្ចឹងគឺសប្បាយមែនតើបាទដើម្បីកាត់បន្ថយបាទ stress ស្មុគស្មាញអីបាទហើយយើងជុំគ្នាអញ្ចឹងទៅថតជាវីដេអូថតជារូបភាពទុកជាអនុស្សាវរីយ៍អញ្ចឹងមួយឆ្នាំយើងដើរលេងម្ដងអញ្ចឹងណាបងប្អូនបាទវីដេអូមុនខ្ញុំផុសច្រើនហើយបាទតែវីដេអូនេះគឺខ្ញុំថតពីទស្សនវិជ្ជានៅលើឡានក្រុងបាទគឺយើងថតបង្ហាញបងប្អូនបាទសប្បាយតែនេះខ្ញុំអត់បានដាក់សំឡេងថតស៊ីនទេដោយសារសំឡេងថតស៊ីនហ្នឹងគឺលក្ខណៈបទចម្រៀងអញ្ចឹងខ្លាចវាជាប់ copyright បាទហើយសារខ្ញុំថតវីដេអូនេះគឺខ្ញុំផុសចូលក្នុង YouTube ដែរហ្នឹងបងប្អូនបាទនេះឥឡូវយើងបានមកដល់ទីប្រជុំជនហើយបាទតែមិនដឹងនៅកន្លែងណាទេបងប្អូនបាទគឺយើងថតផ្ដើបាទជិះឡានផ្ដើបាទគឺ
បរិយាកាសដូចខ្ញុំនិយាយមិញហ្នឹងគឺសប្បាយរីករាយមែនតើបាទនេះឥឡូវយើងមកដល់ក្រុងហើយបាទតែមិនដឹងជាឈ្មោះអីដែរដូចជាភូមិមួយស្រុកមួយអញ្ចឹងបងប្អូនបាទចាំមើលបាទសូមអរគុណច្រើនបងប្អូនបាទជម្រាបលាបាទមានតែ